មេណាខ្លះដែលតែងតែខឹងនឹងកូនចៅមិនស្ដាប់បង្គាប់ធ្វើមិនដូចអ្វីដែលខ្លួនចង់បានតើនេះបណ្ដាលមកពីមេមិនចេះប្រើឬមកពីកូនចៅមិនចង់ធ្វើបើចង់ឲ្យគេធ្វើតាមដោយអស់ពីចិត្តនិងទទួលបានលទ្ធផលជាទីគាប់ចិត្តនោះត្រូវស្គាល់ឲ្យច្បាស់នៅអត្តចរិតរបស់គេតោះមកស្វែងយល់ជាមួយខ្ញុំនៅអត្តចរិត4ប្រភេទរបស់មនុស្សដែលគេហៅថា DISC ឬ DISC 1. មនុស្សប្រភេទ D ប្រភេទជាអ្នកដឹកនាំឬគ្រប់គ្រងលក្ខណៈសម្គាល់របស់ពួកគេគឺមានទំនុកចិត្តខ្ពស់និងប្រកួតប្រជែងដោតលើលទ្ធផលនិងសមិទ្ធផលចូលចិត្តសម្រេចចិត្តលឿននិងដោះស្រាយបញ្ហាមានឥទ្ធិពលខ្លាំងលើអ្នកដទៃរបៀបធ្វើការជាមួយមនុស្សប្រភេទនេះគឺត្រូវនិយាយតាមការពិតនិងខ្លីៗផ្ដល់ជម្រើសនិងលទ្ធផលច្បាស់លាស់គោរពពេលវេលារបស់ពួកគេបង្ហាញពីផលប្រយោជន៍ច្បាស់លាស់ 2. មនុស្សប្រភេទ I ប្រភេទជាមនុស្សមានឥទ្ធិពលលក្ខណៈសម្គាល់របស់ពួកគេគឺរស់រាយរាក់ទាក់នឹងសង្គមចូលចិត្តនិយាយនិងចែករំលែកមានគំនិតវិជ្ជមាននិងរីករាយស្រឡាញ់ការទទួលស្គាល់ពីសង្គមរបៀបធ្វើការជាមួយមនុស្សប្រភេទនេះគឺត្រូវផ្ដល់ឱកាសឲ្យពួកគេនិយាយនិងចែករំលែកបង្កើតបរិយាកាសរីករាយនិងវិជ្ជមានទទួលស្គាល់និងកោតសរសើរការងាររបស់ពួកគេផ្ដល់ឱកាសធ្វើការជាមួយអ្នកដទៃ 3. មនុស្សប្រភេទ S ប្រភេទជាមនុស្សមានភាពនឹងណនិងមានស្ថិរភាពលក្ខណៈសម្គាល់របស់ពួកគេគឺស្ងប់ស្ងាត់និងអត់ធ្មត់ស្មោះត្រង់និងជឿជាក់បានចូលចិត្តស្ថិរភាពនិងសុវត្ថិភាពមិនចូលចិត្តការផ្លាស់ប្ដូរភ្លាមៗរបៀបធ្វើការជាមួយពួកគេគឺត្រូវផ្ដល់ការណែនាំច្បាស់លាស់និងជាជំហានរក្សាបរិយាកាសស្ងប់ស្ងាត់និងមានស្ថិរភាពប្រាប់ពីការផ្លាស់ប្ដូរជាមុនបង្ហាញការគាំទ្រនិងការយល់ចិត្ត 4. មនុស្សប្រភេទ C ប្រភេទជាមនុស្សមានការប្រុងប្រយ័ត្ននិងភាពបត់ចត់លក្ខណៈសម្គាល់របស់ពួកគេគឺល្អិតល្អន់និងត្រឹមត្រូវចូលចិត្តវិភាគនិងគិតហ្មត់ចត់ផ្ដោតលើគុណភាពនិងស្តង់ដារត្រូវការព័ត៌មានច្បាស់លាស់របៀបធ្វើការជាមួយពួកគេគឺត្រូវផ្ដល់ព័ត៌មានលម្អិតនិងច្បាស់លាស់ផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្តគោរពតម្លៃនិងស្តង់ដាររបស់ពួកគេជៀសវាងការដាក់សម្ពាធខ្លាំងគន្លឹះសម្រាប់ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពមាន5គឺ 1. ស្គាល់ចរិតលក្ខណៈ DISC របស់ខ្លួនឯង 2. កំណត់ DISC របស់អ្នកដទៃឲ្យបានត្រឹមត្រូវ 3. សម្របខ្លួនទៅតាមប្រភេទ DISC នីមួយៗ 4. បង្កើតក្រុមការងារដែលមានតុល្យភាព DISC 5. ប្រើប្រាស់ភាពខុសគ្នាដើម្បីបំពេញគ្នាគួរចងចាំនៅចំណុចខ្លះៗដូចខាងក្រោមមនុស្សម្នាក់អាចមានលក្ខណៈច្រើនប្រភេទគ្មានប្រភេទណាល្អជាងប្រភេទណាទេប្រភេទនីមួយៗមានចំណុចខ្លាំងនិងខ្សោយរៀងៗខ្លួនការយល់ដឹងពី DISC ជួយបង្កើនប្រសិទ្ធភាពការងារ